នៅឆ្នាំ2008មានផ្ទះសំណាក់មួយកន្លែងដែលល្បីល្បាញជាងគេនៅក្នុងខេត្តមួយដែលផ្ទះនោះមានការរៀបចំយ៉ាងស្អាតតាំងពីខាងក្រៅរហូតដល់ខាងក្នុងព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រណិតទាក់ទាញចិត្តភ្ញៀវទេសចរនានាដែលបានទៅសម្រាកកាយនៅទីនោះផ្ទះសំណាក់ដែលមានភាពស្រស់ស្អាតនិងហេដ្ឋារចនាសម្ព័ន្ធនិងមានភាពស្រស់ស្អាតល្អប្រណិតទាំងនោះបានទាក់ទាញភ្ញៀវទេសចរនិងមានមនុស្សអ៊ូអរនៅខាងមុខតែពេលនេះប្រែក្លាយទៅជាផ្ទះមួយដែលមានភាពអាប់អួរស្ងប់ស្ងាត់ពោរពេញទៅដោយភាពខ្មៅងងឹតព្រោះតែនៅថ្ងៃមួយមានផ្ទះមួយនោះត្រូវបានភ្លើងឆាបឆេះដែលបន្សល់ទុកនៅភាពអ៊ូអាប់ខ្មៅងងឹតគួរឲ្យខ្លាចព្រមទាំងបណ្ដាលឲ្យបុគ្គលិកនិងថៅកែនិងភ្ញៀវបរទេសដែលបានសម្រាកនៅក្នុងផ្ទះនោះនាយប់នោះត្រូវបានស្លាប់គ្មានសល់ទ្រព្យសម្បត្តិរបស់របរត្រូវបានភ្លើងឆាបឆេះអស់គ្មានសល់ហើយផ្ទះនោះត្រូវបានគេទុកចោលតាំងតែពីពេលនោះមករហូតមកដល់បច្ចុប្បន្នផ្ទះនេះត្រូវបានអ្នកជិតខាងឮសំឡេងចម្លែកព្រមទាំងឃើញភ្លើងបាក់ផ្លុងនៅខាងក្នុងហើយមិនតែប៉ុណ្ណោះគេក៏ឮសំឡេងមនុស្សជជែកគ្នានៅខាងមុខផ្ទះនោះនៅរំលងអាធ្រាត្រទៀតផងនៅថ្ងៃបុណ្យ Holiday ក្រុមគ្រួសារមួយបានធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋានមួយកន្លែងក៏ប៉ុន្តែកន្លែងដែលដើរកម្សាន្តនោះគឺនៅឆ្ងាយរាប់គីឡូដូច្នេះពេលនេះគឺវាយប់ណាស់ទៅហើយគ្រួសារនោះមានតែសមាជិក5នាក់មានមីងយ៉ានពូសំជាប្តីម្ដាយឪពុកនិងកូនរបស់មីងយ៉ានលុះធ្វើដំណើរមកដល់ផ្ទះសំណាក់នោះមីងយ៉ានរីករាយណាស់ព្រោះមានកន្លែងសម្រាកហើយពេលនោះមីងយ៉ានប្រាប់ទៅប្តីគាត់ឲ្យជប់ឡានហើយនៅពេលនោះដែរមីងយ៉ានចុះពីលើឡានក៏ឃើញបរិសម្នាក់ចេញមកទទួលគាត់ផងមីងយ៉ានបានជម្រាបសួរបរិសនោះជម្រាបសួរបងប្រុសតើបងគឺជាបុគ្គលិកផ្ទះសំណាក់នេះមែនទេពេលនោះបុគ្គលិកក៏បាននិយាយបាទបងស្រីតើបងស្រីត្រូវការបន្ទប់មែនទេមីងយ៉ានចាមែនហើយពេលនោះដែរបុគ្គលិកក៏បាននិយាយតើបងស្រីត្រូវការបន្ទប់ប៉ុន្មានសម្រាប់គ្រួសារបងស្រីមីងយ៉ាននិយាយខ្ញុំត្រូវការតែ2បន្ទប់តែប៉ុណ្ណោះបន្ទាប់ពីនិយាយគ្នារួចបុគ្គលិកនោះក៏បាននាំពួកគាត់ឡើងទៅលុះដើរដល់ជាន់ទី2ទី3ស្រាប់តែមីងយ៉ានបានឃើញនារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សប្រឡាក់ដោយឈាមក្រហមឆ្អិនឆ្អៅគាត់ភ្ញាក់ឡើងព្រឹតហើយក៏បានយកដៃញីភ្នែករំពេចនោះបុគ្គលិកនោះក៏បានសួរមីងយ៉ានថាតើបងស្រីមានការអ្វីមែនទេបានជាឈប់ត្រឹងបែបនេះពេលនោះដែរមីងយ៉ានក៏បានឆ្លើយចាមិនអីនោះទេបាទបើគ្មានអ្វីនោះទេសូមអញ្ជើញឡើងមកតាមខ្ញុំមកលុះដល់បន្ទប់ត្រូវសម្រាប់រៀងខ្លួនមីងយ៉ានកេណ្ឌនៅបន្ទប់ទី3នៅខាងស្ដាំដៃជាមួយប្តីនិងកូនចំណែកបន្ទប់ទី4ជាបន្ទប់របស់ឪពុកម្ដាយរបស់គាត់អ្នកគ្រប់គ្នាបានងូតទឹកនិងសម្រាប់រៀងខ្លួនទៅគេមិនបានប៉ុន្មានម៉ោងផងសំឡេងមនុស្សស្រែកឡើងដោយសេចក្តីឈឺចាប់និងផ្សែងហុយខ្មៅងងឹតនៅក្នុងផ្ទះនាពេលរាត្រីមីងយ៉ានយូរទៅកាន់តែយូរទៅមានអារម្មណ៍ថាថប់ដង្ហើមនិងឈឺខ្នងពេលគេងពេលនោះគាត់ក៏ភ្ញាក់ដឹងខ្លួនឡើងស្រាប់តែគាត់មានអារម្មណ៍ថាចង់ដាច់ខ្យល់ស្លាប់ម្ដងទៅផ្សែងភ្លើងខ្មៅងងឹតអូអាប់ស្រាប់តែមួយរំពេចនោះផ្សែងភ្លើងរៀងអន់បន្តិចតែក៏បានលេចនៅបរិសម្នាក់ចេញមក
បរិសម្នាក់នោះគឺជាបុគ្គលិកដែលនាំគាត់ឡើងមកទីនេះធ្វើឲ្យវិញ្ញាណភ្ញាក់ព្រឹត្តព្រោះសភាពបរិសម្នាក់នោះមើលមិនយល់មុខរលេះរលួយសុទ្ធតែឈាមវិញ្ញាណស្រែកយ៉ាងខ្លាំងបានធ្វើឲ្យប្តីនិងកូនគាត់ភ្ញាក់មកប្តីនិងកូនគាត់បានភ្ញាក់មកវិញ្ញាណបានចង្អុលប្រាប់ប្តីសម្ដៅទៅបរិសម្នាក់នោះពូសំបានឃើញដូចនេះហើយក៏ស្រឡាំងកាំងស្ទុះសៀតដឹកដៃប្រពន្ធនិងកូនរត់ទៅរកម្ដាយដើម្បីចេញពីផ្ទះនោះតែដោយអកុសលវិញ្ញាណត្រូវបានខ្មោចនោះតាមមករុញទម្លាក់ពីជាន់ទី4មកជាន់ទី2តាមចិត្តដើរបែកក្បាលបាក់កស្លាប់ភ្លាមប្តីគាត់និងកូនឃើញហើយនិយាយអ្វីមិនចេញនោះទេពូសំប្រញាប់រត់ទៅដាស់ឪពុកម្ដាយតែដោយអកុសលពួកគាត់ទាំងពីរត្រូវបានខ្មោចប្តីប្រពន្ធដែលជាភ្ញៀវដែលបានស្លាប់នៅក្នុងហេតុការណ៍នោះចូលខ្លួនទម្លាក់ខ្លួនទៅជាន់ទី3ស្លាប់ដែលពេលនោះធ្វើឲ្យពូសំគិតអ្វីមិនចេញគាត់បានត្រឹមតែពោលកូនចុះមកទាំងទឹកភ្នែកអាណិតម្ដាយនិងប្រពន្ធដែលស្លាប់យ៉ាងអណោចអធមគាត់ក៏បានចុះមកដល់ចូលទៅក្នុងឡានសម្រាប់ចិត្តបើកឡានទៅទាំងនោះมันអាចធ្វើអ្វីគាត់បាននោះទេព្រោះនៅក្នុងឡានរបស់គាត់មានសីមានិងយន្តការពារយ៉ាងស័ក្តិសិទ្ធិគាត់ក៏ប្រញាប់បើកឡានចេញទៅពីទីនោះទាំងយប់ជ្រៅលុះស្អែកឡើងគាត់ក៏បានត្រឡប់មកវិញជាមួយនឹងកូនព្រមទាំងនិមន្តព្រះសង្ឃមកជាមួយផងដែរដើម្បីអន្ទង់ប្រលឹងម្ដាយឪពុកនិងប្រពន្ធព្រមទាំងយកសាកសពទៅធ្វើបុណ្យនិងឧទ្ទិសកុសលជូនពួកគាត់ក្រោយពីគ្រួសារពូសំស្លាប់មនុស្សជាទីស្រឡាញ់អស់ទាំង3នាក់ក្រោយមកក៏មានមនុស្សស្លាប់ជាបន្តបន្ទាប់អ្នកដែលបានមកដល់ផ្ទះនោះដោយហេតុបែបនេះហើយអ្នកនៅក្បែរនោះបានសម្រេចចិត្តនាំគ្នានិមន្តព្រះសង្ឃមកអន្ទង់ប្រលឹងខ្មោចនោះឲ្យទៅឆាប់ចាប់កំណើថ្មីហើយក៏បាននាំគ្នាធ្វើពិធីសែនព្រេនរុះរើផ្ទះនោះនិងដាក់ផ្លាកលក់ផ្ទះនោះចោលស្រាវជ្រាវនិងប្រែសម្រួលដោយដំណាក់រាត្រីសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់តាំងពីដំបូងរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ